សម្រាប់ខ្ញុំអ្វីដែលល្អជាងគេក្នុងការមកនៅប្រទេសកម្ពុជាគឺទំនាក់ទំនងជាមួយនឹងប្រជាជនខ្មែរប្រហែលជាអ្នកខ្លះបានមើលវីដេអូមុនវីដេអូចាស់ដែលខ្ញុំបញ្យល់បន្តិចពីមូលហេតុដែលខ្ញុំមកនៅប្រទេសកម្ពុជាហើយសម្រាប់ខ្ញុំបានមកប្រទេសកម្ពុជា13លើកទី1ខ្ញុំមក13ឆ្នាំមុនហើយពេលហ្នឹងខ្ញុំមកជាមួយនឹងម្ដាយហើយបងស្រីរបស់ខ្ញុំហើយខ្ញុំពិតជាជឿថាខ្ញុំហើយគ្រួសារយើងមាននិស្ស័យជាមួយនឹងប្រទេសកម្ពុជាខ្ញុំនិយាយចឹងពួកអីម្ដាយខ្ញុំពេលដែលគាត់អាយុ10ឆ្នាំនៅជប៉ុននៅខេត្តនៅជប៉ុនគាត់បានមើលរូបភាពអង្គរវត្តនៅសាលាហើយគាត់ថាថ្ងៃណាមួយខ្ញុំចង់ទៅអង្គរវត្តហើយដូចជា40ឬក៏50ឆ្នាំក្រោយគាត់បានមកប្រទេសកម្ពុជាប៉ុន្តែពេលហ្នឹងយើងអត់បានមានឱកាសទៅសៀមរាបទេយើងមកតែភ្នំពេញហើយនិងតាកែវចាប៉ុន្តែខ្ញុំជឿថាយើងមាននិស្ស័យចឹងតាំងពីលើកទី1ពេលដែលយើងមកនៅមកតាកែវខេត្តតាកែវខ្ញុំមានអារម្មណ៍ថាខ្ញុំចង់មកនៅខ្មែរទោះបីជាយើងមកម្នាក់ឯងក៏ទោះបីជាយើងអត់សូវចេះភាសាខ្មែរខ្ញុំមានអារម្មណ៍ថាប្រទេសកម្ពុជាគឺជាកន្លែងមួយដែលពិសេសហើយ very exciting Cambodia has a very exciting future I don't know how to say that in English but ហ្នឹងហើយប៉ុន្តែដូចជា7ឆ្នាំក្រោយមកខ្ញុំបានមកភ្នំពេញម្នាក់ឯងហើយពេលហ្នឹងខ្ញុំសប្បាយចិត្តខ្លាំងមែនទែនពួកអីចាខ្ញុំជឿថាយើងមាននិស្ស័យហើយខ្ញុំបានមានក្តីស្រមៃមកនៅប្រទេសកម្ពុជាហើយឥឡូវនេះខ្ញុំបានaccomplish ខ្ញុំបានaccomplish my dream so yeah but I think the best thing is it is the people it is connecting with the people and just seeing my dream come true